ថ្ងៃទី5លេខរ៉ូម៉ាំង4សេចក្តីអាថ៌កំបាំងរបស់ក្រុមជំនុំគឺជាសេចក្តីអាថ៌កំបាំងចុងក្រោយបង្អស់នៅក្នុងសកលលោក ក ក្រុមជំនុំគឺជាសេចក្តីអាថ៌កំបាំងដែលលាក់ទុកនៅក្នុងផែនការគ្រប់គ្រងដ៏អស្ចារ្យរបស់ព្រះ 1. ព្រះដ៏ជាសេចក្តីអាថ៌កំបាំងរបស់សកលលោកសេចក្តីអាថ៌កំបាំងរបស់ព្រះគឺជាព្រះគ្រីស្ទចំណែកឯសេចក្តីអាថ៌កំបាំងរបស់ព្រះគ្រីស្ទគឺជាក្រុមជំនុំ 2. យោងតាមអេភេសូចំពុក3ខ4ក្រុមជំនុំមានឈ្មោះដ៏ជាក់លាក់មួយនោះគឺសេចក្តីអាថ៌កំបាំងរបស់ព្រះគ្រីស្ទ 3. នៅគ្រប់យុគសម័យមុនសញ្ញាថ្មីសេចក្តីអាថ៌កំបាំងរបស់ក្រុមជំនុំត្រូវបានលាក់ទុកពីមនុស្សមានតែនៅក្នុងយុគសម័យសញ្ញាថ្មីប៉ុណ្ណោះដែលសេចក្តីអាថ៌កំបាំងនេះត្រូវបានបើកសម្ដែងដល់ពួកសាវកនិងពួកអ្នកជឿ 4. សេចក្តីអាថ៌កំបាំងរបស់ក្រុមជំនុំត្រូវបានលាក់ទុកតាំងពីមុនអស់កលរហូតដល់សម័យសញ្ញាចាស់ប៉ុន្តែនៅគ្រាសញ្ញាថ្មីសេចក្តីអាថ៌កំបាំងនេះត្រូវបានបើកសម្ដែងដល់ពួកអ្នកជឿក្នុងព្រះគ្រីស្ទ 5. នៅក្រុងយេរូសាឡឹមថ្មីព្រះទទួលបានការសម្ដែងចេញដ៏អស្ចារ្យនិងដ៏ពេញលេញនៅក្នុងមនុស្សដែលទ្រង់បានបង្កើតនេះគឺជាសេចក្តីអាថ៌កំបាំងចុងក្រោយបង្អស់នៅក្នុងសកលលោកគឺជាសេចក្តីអាថ៌កំបាំងរបស់ក្រុមជំនុំ 6. យើងត្រូវមានវិញ្ញាណដែលរឹងមាំពេញទៅដោយប្រាជ្ញានិងការបើកសម្ដែងដើម្បីអាចស្គាល់ពីសេចក្តីអាថ៌កំបាំងរបស់ក្រុមជំនុំ 7. សេចក្តីអាថ៌កំបាំងរបស់ព្រះគ្រីស្ទនិងសេចក្តីអាថ៌កំបាំងរបស់ក្រុមជំនុំគឺជាសេចក្តីអាថ៌កំបាំងដ៏ធំហើយជ្រាលជ្រៅបំផុតការបម្រុងចិញ្ចឹមនៅពេលព្រឹកកូឡូជំពូក1ខ26គឺជាសេចក្តីអាថ៌កំបាំងដែលលាក់ទុកតាំងពីអស់កលយុគសម័យរៀងរាល់តែដំណរតមកតែឥឡូវនេះបានបើកសម្ដែងឲ្យពួកបរិសុទ្ធទ្រង់ស្គាល់អេភេសូចំពុក5ខ32សេចក្តីអាថ៌កំបាំងនេះជ្រៅណាស់តែខ្ញុំនិយាយខាងឯព្រះគ្រីស្ទនិងក្រុមជំនុំវិញពួកអ្នកជឿគ្រប់គ្នាគឺមានព្រះគ្រីស្ទជាសេចក្តីអាថ៌កំបាំងរបស់ព្រះគង់នៅខាងក្នុងពួកគេប៉ុន្តែមនុស្សនៅក្នុងលោកីយ៍នេះមិនបានដឹងពីនេះទេព្រះគ្រីស្ទគង់នៅខាងក្នុងពួកគេពួកអ្នកជឿគឺជាសេចក្តីអាថ៌កំបាំងរបស់ពួកគេព្រះគ្រីស្ទដែលជាសេចក្តីអាថ៌កំបាំងរបស់ព្រះបានកកំណើតរូបរាងដ៏អាថ៌កំបាំងដែលជាក្រុមជំនុំគឺជាសេចក្តីអាថ៌កំបាំងរបស់ព្រះគ្រីស្ទជាសេចក្តីអាថ៌កំបាំងដែលកាលនៅអស់ទាំងគ្រាជាន់មុនមិនបានប្រទានឲ្យពួកមនុស្សជាតិស្គាល់យូហានបាបទីបានទទួលការបើកសម្ដែងច្រើនជាងហោរាទាំងឡាយនៅក្នុងសញ្ញាចាស់គាត់បាននិយាយអំពីព្រះគ្រីស្ទទ្រង់ជាកូនឈាមនៃព្រះដែលដោះបាបមនុស្សលោកព្រះអង្គនោះនឹងធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធជាកូនកំលោះដែលនឹងមានកូនក្រមុំទោះជាយ៉ាងណាយូហានមិនមាននិមិត្តច្បាស់លាស់អំពីក្រុមជំនុំជាសេចក្តីអាថ៌កំបាំងរបស់ព្រះគ្រីស្ទទេដូច្នេះហើយនៅយុគសម័យមុនគ្រាសញ្ញាថ្មីសេចក្តីអាថ៌កំបាំងរបស់ព្រះគ្រីស្ទរបស់ក្រុមជំនុំត្រូវបានលាក់ទុកពីមនុស្សតែត្រូវបានបើកសម្ដែងដល់ពួកសាវកនិងពួកអ្នកជឿនៅសញ្ញាថ្មីអំណានថ្ងៃនេះនៅក្នុងកូឡូជំពូក1ខ26ពាក្យថាយុគសម័យកាលមានន័យថាតាំងពីអស់កលហើយពាក្យថារៀងរាល់តែដំណរតមកមានន័យថាអស់ទាំងគ្រាជាន់មុនសេចក្តីអាថ៌កំបាំងរបស់ក្រុមជំនុំត្រូវបានលាក់ទុកតាំងពីមុនអស់កលរហូតដល់គ្រាសញ្ញាចាស់ប៉ុន្តែនៅសញ្ញាថ្មីត្រូវបានបើកសម្ដែងដល់ពួកអ្នកជឿនៅក្នុងព្រះគ្រីស្ទទាំងអស់ករណីនេះចង្អុលបង្ហាញថាពួកបរិសុទ្ធសពថ្ងៃនេះមានឯកសិទ្ធិនិងឋានៈដើម្បីទទួលនៅអ្វីដែល
មិនទាន់បានបើកសម្ដែងដល់ប្រជារាស្ត្ររបស់ព្រះនៅយុគសម័យសញ្ញាចាស់អាថ៌កំបាំងចុងក្រោយគឺជាសេចក្តីអាថ៌កំបាំងរបស់ក្រុមជំនុំសេចក្តីអាថ៌កំបាំងនេះមាននៅក្នុងសកលលោកនិងនៅក្នុងព្រះគម្ពីរជាពិសេសនៅក្នុងគម្ពីរវិវរណៈនេះគឺជាសេចក្តីអាថ៌កំបាំងចុងក្រោយបង្អស់តាំងពីលោកុបាទចំពុក1រហូតដល់វិវរណៈចំពុក22យើងនឹងឃើញព្រះឋានសួគ៌និងផែនដីនិងមនុស្សរហូតដល់ព្រះយេស៊ូវគ្រីស្ទក្រុមជំនុំនិងជើងចង្គៀងមាសហើយចុងក្រោយទីក្រុងបរិសុទ្ធដែលជាក្រុងយេរូសាឡិមថ្មីជាកូនក្រមុំនៃកូនជាមសញ្ញាចាស់បានចាប់ផ្ដើមពីព្រះឆ្លងកាត់ឋានសួគ៌និងផែនដីទៅកាន់មនុស្សសូម្បីតែវិញ្ញាណរបស់មនុស្សហើយចុងក្រោយនៅចុងបញ្ចប់នៃវិវរណៈនៅពេលដែលក្រុងយេរូសាឡិមថ្មីលេចចេញមកវានឹងក្លាយទៅជាជើងចង្គៀងមាសដ៏ធំមួយដែលជាទីក្រុងធំមួយស្ថិតនៅលើភ្នំដ៏អស្ចារ្យទីក្រុងដ៏អស្ចារ្យនេះគឺជាកូនក្រមុំដ៏ជាទីស្រឡាញ់របស់ព្រះគ្រីស្ទនេះគឺពេញទៅដោយសេរីល្អបំផុតវិវរណៈចំពុក21ខ2បានចែងថាហើយយូហានខ្ញុំក៏ឃើញទីក្រុងដ៏បរិសុទ្ធគឺជាក្រុងយេរូសាឡិមថ្មីចុះពីឋានសួគ៌មកអំពីព្រះតាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្តីពេលព្រះគ្រីស្ទយាងមកវិញទ្រង់នឹងរៀបវិហមង្គលជាមួយនឹងក្រុមជំនុំដែលជាកូនក្រមុំរបស់ទ្រង់ក្រុងយេរូសាឡិមថ្មីដែលជាការសម្ដែងចេញចុងក្រោយបង្អស់នៃក្រុមជំនុំហើយជាការបំពេញសម្រេចចុងក្រោយនៃនិមិត្តរូបអំពីអេវ៉ានៅក្នុងលោកុបាទចំពុក2ព្រះដែលបានបង្កើតគ្រប់របស់ទាំងអស់ដែលបានយាងមកក្នុងចំណោមមនុស្សតាមរយៈការคล้ายជាសាច់ឈាមរបស់ទ្រង់ព្រះអង្គដែលយាងមកគឺជាព្រះយេស៊ូវគ្រីស្ទព្រះយេស៊ូវគ្រីស្ទនេះត្រូវតែបានពង្រីកឲ្យធំហើយការពង្រីកឲ្យធំរបស់ទ្រង់គឺជាក្រុមជំនុំដែលភ្លឺនៅលើផែនដីសព្វថ្ងៃនេះគឺជាជើងចង្គៀងមាសជើងចង្គៀងមាសនេះមានព្រះជាសារធាតុមានព្រះគ្រីស្ទជារូបរាងនិងមានព្រះវិញ្ញាណបរិសុទ្ធបំភ្លឺសម្រាប់ជាការសម្ដែងចេញការសម្ដែងចេញចុងក្រោយបង្អស់របស់ក្រុមជំនុំគឺជាក្រុងយេរូសាឡិមថ្មីដែលជាកូនក្រមុំជាទីស្រឡាញ់របស់ព្រះគ្រីស្ទនៅអកលជានិច្ចវិវរណៈចំពុក22ខ17បានចែងថាព្រះវិញ្ញាណនិងប្រពន្ធថ្មោងថ្មីពោលថាអញ្ជើញមកព្រះវិញ្ញាណនិងកូនក្រមុំคล้ายជាតែមួយហើយនិយាយព្រមគ្នាជាតែមួយព្រះនិងមនុស្សនឹងคล้ายជាកូនក្រមុំដ៏អស់កលជានិច្ចដូច្នេះហើយទីក្រុងយេរូសាឡិមថ្មីទើបជាការសម្ដែងចេញចុងក្រោយរបស់ព្រះដែលយាងចូលមកក្នុងមនុស្សនេះជាការសម្ដែងចេញដ៏ប្រជាក់ច្បាស់បំផុតរបស់សកលលោកព្រះនឹងទទួលបានការសម្ដែងចេញដ៏អស់កលនិងដ៏ពេញលេញនៅក្នុងមនុស្សដែលទ្រង់បានបង្កើតសេចក្តីអាថ៌កំបាំងរបស់ក្រុមជំនុំគឺជាសេចក្តីអាថ៌កំបាំងចុងក្រោយបង្អស់នៅក្នុងសកលលោក